Bà số đây nè nhé, cho ngàyนี้ได้ខ្ញុំចង់មកបង្ហាញអំពីការបំលែង PDF ទៅជា PNG បាទមានន័យថាយើងបំលែង file PDF ទៅជារូបភាពបាទអញ្ចឹងយើងទៅទស្សនាបងប្អូនគ្នាបាទអញ្ចឹងជាដំបូងឡើយអ្នកគ្នាចូលទៅក្នុងកម្មវិធីជ្រោមរបស់យើងមកបន្ទាប់មកអ្នកគ្នា search កន្លែងនេះបាទ search កន្លែងនេះមកដាក់វាយពាក្យថា I love បាទ I love PDF បាទបន្ទាប់មកអ្នកគ្នា search មកបាទចុចពី enter មក search មកបន្ទាប់មកយើងមើលអាកន្លែងហ្នឹងយើងនេះអា link លើគេនេះបាទ link លើគេនេះយើងចុចចូលលើហ្នឹងមកបាទបន្ទាប់មកយើងឃើញផ្ទាំងមកអញ្ចឹងយើងអូសមកក្រោមមកដល់ពេលយើងអូសមកក្រោមមកយើងឃើញពាក្យថានេះ PDF to PNG បាទឃើញទេអញ្ចឹងមានន័យថាយើង convert វាពី file PDF របស់យើងទៅជារូបភាពបាទអូខេអញ្ចឹងយើងចុចលើហ្នឹងមកបាទយើងចុចលើហ្នឹងមកបាទចុចបកមកបាទនេះគេឲ្យយើងឲ្យ select ទៅជ្រើសរើសយក file PDF ដែលយើងចង់បំលែងទៅជារូបភាពហ្នឹងណាបាទអញ្ចឹងយើងចុចលើហ្នឹងបកមកបាទនេះជា file PDF របស់ខ្ញុំអញ្ចឹងខ្ញុំសូមបំលែងនេះទៅជារូបភាពបាទអញ្ចឹងយើងចុចលើវាមកបន្ទាប់មកយើងចុចពី open បាទបន្ទាប់មកយើងរងចាំបន្តិចបាទអញ្ចឹងនេះយើងចុចពាក្យយើងចុចពាក្យ convert បាទចុចពាក្យ convert to PNG នេះមកបាទចុចពាក្យនឹងបកមកយើងរងចាំបន្តិចបាទគាត់កំពុងតែដើរហើយអូខេអានឹងលឿនដូចឆាប់វាអាស្រ័យទៅលើអ៊ីនធឺណិតក៏ដូចជា file ដែលយើងupload បើថាជា file យើងច្រើនបាទធំអានឹងវាដើរយូរទៅតាមនឹងអញ្ចឹងអ្នកគ្នាបាទឥឡូវយើងចុចពី download មកបានហើយយើងចុច download មកបាទចុច download បក់អញ្ចឹងមកអូខេនេះដោយសារមិញខ្ញុំចុច2ដងដោយសារមិញវាអត់ដើរអញ្ចឹងខ្ញុំចុច2ដងទៅវា load download 2អញ្ចឹងណាបាទអញ្ចឹងយើងអាចចុចមើលបានអូខេនេះអញ្ចឹងខ្ញុំខ្វែងមួយចោលបាទដោយសារមិញខ្ញុំចុច2ដងអញ្ចឹងចាំឲ្យវាដើរពេញសិនមកតោះនៅពេលដើរពេញអញ្ចឹងយើងចុចលើអានេះអាសញ្ញានេះមកដើម្បីទៅស្វែងរកបាទអញ្ចឹងយើងចុចព្រិចឲ្យធំបន្តិចបាទនេះជា file ដែលយើង download អញ្ចឹងវាថាយើងពិបាកមើលយើងអាចកាត់បាទកាត់យក file ហ្នឹងឬក៏យើងអាចយកទៅ copy យកទៅដាក់កន្លែងណាដែលស្រួលមើលក៏បានដែរអញ្ចឹងដើម្បីកុំឲ្យពិបាកមើលខ្ញុំកាត់យកទៅដាក់នៅលើ desktop តែម្ដងបាទនេះយើងខ្វែងយកបានអស់ហើយបាទអញ្ចឹងខ្ញុំដាក់នៅលើនេះដើម្បីឲ្យអ្នកគ្នាស្រួលមើលបាទនេះអញ្ចឹងយើងពលាវាសិនមកបាទអញ្ចឹងយើងពលាវាយើងចុចបាទចុចណាក៏បានដែរតែយកល្អចុចអានេះទៅដើម្បីគាត់ពលានៅនឹងតែម្ដងបាទអញ្ចឹងយើង extract to នៅនឹងបណ្ដោយទៅនៅលើ desktop តែម្ដងយើងពលានៅនឹងតែម្ដងទៅបាទអញ្ចឹងនេះបាទខ្ញុំទាញមកឲ្យមើលនេះអញ្ចឹងមិញជាប្រភេទ PDF បាទនេះអញ្ចឹងខ្ញុំចុចជាប្រភេទ PDF សិនអញ្ចឹងប្រភេទ PDF ពេលយើងបើកមកបាទយើងឃើញថាយើងអូសពីក្រោមទៅលើមិនអញ្ចឹងទេបាទអូសពីក្រោមទៅលើពីលើទៅក្រោមចេះអាហ្នឹងជាប្រភេទ file PDF បាទតែដល់ពេលប្រភេទរូបភាពអត់ទេនេះយើងចូលមកនេះកន្លែងដែលយើងបានពលាមិញហ្នឹងបាទចុចចូលមកបន្តមកនេះឃើញគេដាក់ជាប្រភេទរូបភាពវិញបាទចានេះយើងស្រួលផុសស្រួលផុសទៅតាម Facebook ផុសតាម page អីចឹងណាបាទបាទអញ្ចឹងនេះជារូបភាពដែលយើងបាន convert មកវិញណាបាទយេអញ្ចឹងយើងអត់អូសលើក្រោមទេអានេះបាទគឺយើងឆ្វេងស្ដាំវិញបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនេះសម្រាប់ការចូលរួមទស្សនាបាទសូមអរគុណ